យើងអាចคล้ายទៅជាអ្នកដឹកនាំបានតើអ្នកដឹងដែរឬទេថានៅលើโลกនេះមានមហាសេដ្ឋីចំនួនប៉ុន្មានអ្នកខ្ញុំអានកាសែតលេខរៀងមហាសេដ្ឋីរៀងរាល់ឆ្នាំព្រោះគេនឹងសរុបលំដាប់របស់មហាសេដ្ឋីនៅលើពិភពលោកឲ្យយើងដឹងបានដែលមហាសេដ្ឋីទូទាំងពិភពលោកមានមិនដល់ 1000 នាក់នោះឡើយស្ដាប់ទៅមិនគួរឲ្យជឿទេថាតើហេតុអ្វីមានតិចដល់ថ្នាក់នេះបើមើលរូបពីរ៉ាមីតយើងនឹងឃើញថាអ្នកដែលជាមហាសេដ្ឋីនៅនឹងផ្នែកខាងលើបំផុតគឺជាផ្នែកដែលស្រួចនិងមានផ្ទៃតូចៗចំណែកឯជើងរបស់ពីរ៉ាមីតដែលទូលាយនិងមានផ្ទៃធំគឺជាផ្នែកដែលមានមនុស្សរស់នៅច្រើននិងណែនជាងគេតើយើងធ្លាប់សួរខ្លួនឯងដែរឬទេថាហេតុអ្វីទើបយើងមិននៅខាងលើមិនបាច់ប្រជ្រៀតជាមួយនឹងអ្នកណារស់នៅដោយសុខស្រួលឥឡូវនេះយើងមកដឹងមើលថាមហាសេដ្ឋីទាំងនោះគេខុសពីយើងត្រង់ណាខ្ញុំសូមលើកឧទាហរណ៍លោក Bill Gates ដែលជាបិតា Microsoft Computer ទៅចុះថាតើ Bill Gates មានម្រាមដៃចំនួនប៉ុន្មានគ្រប់គ្នាមើលឃើញថាដូចគ្នាគេមានម្រាមដៃចំនួន10ដូចយើងដែរប៉ុន្តែខ្ញុំដឹងមកថាគេខុសពីយើងម្យ៉ាងដែលឃើញយ៉ាងច្បាស់នោះគឺគេធ្វើការតែកន្លះថ្ងៃតែប៉ុណ្ណោះដែលយើងគួរតែអាចធ្វើការតាមគេបានមែនទេដូច្នេះយើងមកធ្វើដូចគេមើលគឺធ្វើការតែកន្លះថ្ងៃឥឡូវនេះមកមើលថាតើការធ្វើការកន្លះថ្ងៃគេធ្វើដូចម្តេចខ្លះក្នុងមួយថ្ងៃមានចំនួន24ម៉ោងថាតើមែនទេហើយបើយក24ម៉ោងចែកនឹង2តើស្មើប៉ុន្មានដូច្នេះការធ្វើការកន្លះថ្ងៃនោះគឺធ្វើការមួយថ្ងៃ12ម៉ោងជាធម្មតាមនុស្សយើងធ្វើការជាមធ្យមក្នុងមួយថ្ងៃពី8ទៅ9ម៉ោងដូច្នេះត្រូវបដូរទៅជា12ម៉ោងថាតើយើងអាចធ្វើបានដែរឬទេខ្ញុំបានសិក្សាពីជីវិតរបស់ Bill Gates ខ្លះដែរដោយមុននឹងកម្មវិធី Windows ចេញជាលើកដំបូងនោះក្រុមការងាររបស់គាត់បានធ្វើការរហូតដល់សន្លប់ហើយគាត់ស្លៀកខោជើងខ្លីដើរចូលនៅក្នុងបន្ទប់ហើយក៏ដាស់ទៅដល់គ្រប់គ្នាក្រោកឡើងធ្វើការបន្តទៀតដោយសារតែគាត់ត្រូវយកកម្មវិធីចេញមកបង្ហាញឲ្យបានលឿនបំផុតព្រោះថាបើភ្លាត់នោះនឹងមានន័យថាគាត់នឹងបាត់បង់ឱកាសដ៏ធំអ្នកត្រូវផ្លាស់ប្ដូរទស្សនៈហើយកុំអស់នៅសង្ឃឹមកុំរាថយកុំនិយាយពាក្យថាធុញត្រូវពុះពៀបញ្ហានិងឧបសគ្គទៅឲ្យបាននិងកុំឲ្យឧបសគ្គដែលកើតឡើងរារាំងឲ្យយើងបញ្ឈប់នៅទង្វើរបស់យើងឲ្យសោះចុះពួកយើងវិញតើចង់មានដែរឬទេខាងលើនេះគឺមានកន្លែងទំនេរជាច្រើនទៀតប៉ុន្តែតើយើងព្រមចំណាយដែរឬទេហើយការដែលថាការចំណាយនោះត្រូវចំណាយអ្វីខ្លះហើយការចំណាយនៅទីនោះមិនតាក់ទងទៅនឹងប្រាក់នោះទេខ្ញុំសូមឲ្យអ្នកត្រឡប់ទៅគិតពីពេលដែលទៅនឹងដុសធ្មេញថ្មីមិនដឹងថាអាចនឹងនឹកឃើញដែរឬទេតើពេលដែលធ្មេញនោះទៅនឹងដុសគឺឈឺដែរឬទេប្រកាសណាស់គឺវាឈឺប៉ុន្តែបើអ្នកធ្លាប់ឮប្រយោគដែលថា no pain no gain គ្មានការឈឺចាប់រមែងគ្មានភាពជោគជ័យដែរឬទេអ្នកត្រូវតែបដូរទស្សនៈហើយកុំអស់សង្ឃឹមកុំរាថយកុំនិយាយពាក្យថាធុញត្រូវចេះពុះពៀបញ្ហានិងឧបសគ្គឲ្យបាននិងកុំឲ្យឧបសគ្គដែលកើតឡើងរារាំងយើងបញ្ឈប់នៅទង្វើរបស់យើងឲ្យសោះសម័យមុនតើមនុស្សយើងស្គាល់កុំព្យូទ័រឬទេតើជាអ៊ីនធឺណិតឬក៏អ៊ីមែលនោះកាន់តែមិនបាច់និយាយនោះឡើយចុះ Bill Gates យកវាមកពីណាគេបានមកពីទាហានហើយយកមកអភិវឌ្ឍបន្តដោយក្នុងកំឡុងពេលដែលគេអភិវឌ្ឍនោះគេនឿយហត់គេឈឺចាប់មានមនុស្សជេរគ្រប់យ៉ាងប៉ុន្តែគេព្រមទទួលព្រោះគេចង់ឈរនៅលេខរៀងទី1ឲ្យបានការធ្វើជាអ្នកដឹកនាំត្រូវតែរឹងប៉ឹងទាំងខាងក្នុងនិងខាងក្រៅយើងអាចចាប់ផ្ដើមពីខាងក្រៅមុនបានព្រោះខាងក្រៅគឺជារឿងដែលមើលឃើញភ្លាមដូច្នេះទើបបុគ្គលិកលក្ខណៈគឺជារឿងសំខាន់បើអ្នកចង់មើលដូចជាអ្នកដឹកនាំនោះអ្នកត្រូវបង្កើតបុគ្គលិកលក្ខណៈរបស់អ្នកឲ្យដូចជាអ្នកដឹកនាំដើរដូចជាអ្នកដឹកនាំនិងនិយាយដូចអ្នកដឹកនាំខ្ញុំនឹងណែនាំឲ្យស្គាល់ពាក្យថា
Pexted អ្នកត្រូវរៀនភ្ញាក់ខ្លួននិងបង្ហាញ Pexted គ្រប់ពេលដូចជាពេលដែលដើរចូលទៅក្នុងធនាគារសុំខ្ចីលុយទៅចាយចង់ស្រីឬធ្វើអ្វីក៏ដោយអ្នកត្រូវតែដាស់តឿនខ្លួនឯងជានិច្ចថា Pexted អ្នកធ្លាប់ឃើញភ្នំឬទេថា Peck គឺជាកំពូលភ្នំចំណែក Sted គឺជាការបញ្ចេញពេលដែលបញ្ចូលគ្នានោះមានន័យថាអ្នកត្រូវបញ្ចេញឲ្យដល់ចំណុចកំពូលដូចជាបើអ្នកចង់យំអ្នកត្រូវតែយំពេញមួយទំហឹងហើយបើអ្នកមានសេចក្តីសុខអ្នកក៏ត្រូវបង្ហាញសេចក្តីសុខនោះឲ្យពេញទំហឹងផងដែរការហ្វឹកហាត់បង្ហាញពី Pexted នោះបើយើងនៅមិនទាន់ទម្លាប់ទេត្រូវទន្ទិញវាពេលដែលដើរបានប្រហែលជា10ជំហានត្រូវប្រាប់ខ្លួនឯងថា Pexted នោះយើងនឹងដឹងខ្លួនភ្លាមថាយើងកំពុងស្ថិតនៅក្នុងអាការៈខ្នងកោងដូច្នេះត្រូវតែពឹងទ្រង់សារជាថ្មីត្រូវតែហ្វឹកហាត់ដោយប្រើពាក្យសម្ដីឬក៏គំនិតច្នៃប្រឌិតដូចជាការបើធុរកិច្ចរបស់អ្នកបំរុងនឹងដួលរំលំអ្នកក៏ត្រូវតែគិតថាបើរលំក៏រលំទៅចោះយើងនឹងបង្កើតថ្មីឲ្យល្អជាងនេះទៅទៀតរហូតពេលណាដែលយើងមានបទពិសោធន៍គ្រប់គ្រាន់ហើយខ្ញុំអនុញ្ញាតឲ្យអ្នកមិនបាច់មានការបញ្ចេញនូវ Pexted នៅក្នុងកំឡុងពេលដែលអ្នកគេងលក់ប៉ុន្តែពេលណាដែលអ្នកភ្ញាក់អ្នកត្រូវតែត្រឡប់មកស្ថិតនៅក្នុងអាការៈ Pexted នឹងភ្លាមបើមិនដូច្នោះនោះទេអ្នកមិនខុសពីមនុស្សដែលគេងលក់នោះឡើយខ្ញុំគឺជាមនុស្សម្នាក់ដែលស្រមើស្រមៃចង់នៅកំពូលរបស់ភីរ៉ាមីតនឹងគេនោះដែរហើយខណៈពេលនេះខ្ញុំមិនដឹងថាតើខ្ញុំដើរបានឆ្ងាយប៉ុណ្ណានោះទេដឹងត្រឹមតែថាតាមផ្លូវដែលបានដើរកន្លងមកនោះវាមិនរលូនទេវាផ្ទុយស្រឡះគឺវាពោពេញទៅដោយបញ្ហានិងឧបសគ្គផ្សេងៗជាច្រើនប៉ុន្តែខ្ញុំបានប្រាប់ខ្លួនឯងថាអ្នកដឹកនាំពេលដែលជួបនឹងបញ្ហាត្រូវតែគិតថាតើត្រូវចាត់ការនឹងឧបសគ្គនោះដោយរបៀបណាត្រូវរៀនគិតរឿងធំឲ្យคล้ายទៅជារឿងតូចនិងកុំធ្វើរឿងតូចឲ្យคล้ายទៅជារឿងធំហើយអ្នកដែលជោគជ័យនឹងគិតថារឿងដែលមិនបានការឲ្យវាទៅជាបានការនឹងគិតដែលរឿងដែលមិនបានការឲ្យคล้ายទៅជារឿងដែលមានបានចំណុចខុសគ្នារវាងមនុស្សជោគជ័យនិងមនុស្សបរាជ័យស្ថិតនៅលើគំនិតក្នុងខួរក្បាលប៉ុណ្ណោះប្រើប្រាជ្ញាឲ្យបានច្រើននិងត្រូវមាននឹងការព្យាយាមអត់ធ្មត់ខ្នះខ្នែងនិងកុំបោះបង់ចោលកុំយកឧបសគ្គមកធ្វើជាកត្តារារាំងហើយបើជួបនឹងបញ្ហាឧបសគ្គត្រូវយកវាមកកប់ចោលក្នុងដីចូលកុំគិតពីវាប៉ុន្តែត្រូវគិតរកវិធីដោះស្រាយតើអ្នកគិតថាមនុស្សម្នាក់អាចផ្លាស់ប្ដូរប្រទេសជាតិបានដែរឬទេផ្លាស់ប្ដូរមិនបានទេប៉ុន្តែយើងអាចផ្លាស់ប្ដូរខ្លួនឯងបានដែលការផ្លាស់ប្ដូរខ្លួនឯងគឺជារឿងដែលងាយបំផុតគឺដោយមើលខ្លួនឯងថាតើមានរឿងអ្វីកើតឡើងចំពោះយើងមិនបាច់ទៅមើលអ្នកដទៃនោះទេហើយយើងក៏នឹងដឹងអំពីវិធីធ្វើឲ្យខ្លួនឯងល្អប្រសើរជារឿយៗតើយើងធ្លាប់ជាមនុស្សទី1ដែលចាប់ផ្ដើមធ្វើរឿងអ្វីមុនគេដែរឬទេសាកល្បងត្រឡប់ទៅគិតមើលថាតើមានប៉ុន្មានរឿងដែលយើងចាប់ផ្ដើមធ្វើមុនគេនិងជាគំរូរបស់រឿងត្រឹមត្រូវដែលអ្នកដទៃចង់ធ្វើតាមបើអ្នកធ្លាប់ខ្ញុំសូមសម្ដែងនៅក្តីរីករាយផងដែលអ្នកបានឈានឡើងដល់កម្មជិតដើររបស់ពីរ៉ាមីតខ្លះហើយបើអ្នកនៅតែធ្វើជាបន្តបន្ទាប់នោះចំណុចកំពូលដែលមើលឃើញដល់តូចនោះគឺជាកន្លែងដែលអ្នកនឹងទៅតាំងទីនៅហើយអ្នកក៏នឹងបានជួបខ្ញុំនៅទីនោះផងដែរ